trong ai quạtมีตำหนูเขาตรึงเหมือนแม่นกาซองลอยนึงឆ្កែទេគឺឲ្យគាត់ហ្នឹងមានទំនួលខុសត្រូវយកទទួលយករបស់គេយើងត្រូវតែមើលថែគេព្រោះគេយកទៅគេឲ្យលុយខ្ញុំមិនមែនសួរពុកម៉ែបងប្អូនថ្ងៃចូលឆ្នាំហើយខ្ញុំអត់គួរចេញវីដេអូបែបហ្នឹងទេប៉ុន្តែខ្ញុំគាត់តែចង់ចែកម្លែកដល់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់សត្វដែលគាត់មានសត្វចិញ្ចឹមបងប្អូនដែលគាត់អត់មានសត្វចិញ្ចឹមតែអត់ស្រឡាញ់សត្វគាត់អត់យល់អារម្មណ៍ហ្នឹងទេអញ្ចឹងខ្ញុំគាត់តែចង់ចែកម្លែកវីដេអូនេះទៅបងប្អូនហើយក៏ចង់បកស្រាយរឿងហេតុទាំងអស់ដែលកើតឡើងបងប្អូនបានជាបានឃើញខ្ញុំផុសបាត់ព្រឹកមិញនេះគឺបាត់ទីនទីនដែលខ្ញុំចិញ្ចឹមហ្នឹងបងប្អូនចេញពីពេទ្យនៅខាងម្ដុំគ្រីរុំដើមហេតុដំបូងគឺខ្ញុំទៅលេងនៅចិត្តកោះកុងគាត់រៀបគួតហើយខ្ញុំក៏ហ៊ានទុកឲ្យយូរដែរព្រោះដោយសារតែខ្លាការៈគាត់ធ្ងន់ខ្ញុំក៏សម្រេចចិត្តថាមកវិញពីថ្ងៃតែមកដល់គ្រីរុំហ្នឹងគឺវាខ្ទង់ម៉ោង8យប់ហើយខ្ញុំក៏ឃើញពេទ្យកន្លែងហ្នឹងគាត់ព្យាបាលសត្វចឹងណានៅខាងស្ដាំដៃហ្នឹងព្រោះគ្រីរុំគាត់ផ្លូវបាត់បន្តិចមកហ្នឹងគឺមានខាងស្ដាំដៃពេទ្យដែលខ្ញុំដាក់នៅឈ្មោះនៅក្នុងវីដេអូហ្នឹងហើយបងប្អូនចូលទៅសួរនាំគាត់អីចឹងណាហើយគាត់អត់មានតេស្តមានអីទាំងអស់គឺគាត់ចាក់ថ្នាំយកមកគាត់សួរអាការៈយើងប្រាប់អាការៈហើយគាត់ចាក់ថ្នាំគាត់មានតេស្តអីទាំងអស់បន្ទាប់មកគាត់ថាឲ្យយើងហ្នឹងទុកនៅនឹងមួយយប់ទៅដាក់ស្រោមដាក់អីវាដើម្បីឲ្យវាមានកម្លាំងខ្ញុំក៏សម្រេចចិត្តថាទុកនៅហ្នឹងហើយដោយសារយើងទុកចិត្តពេទ្យក៏រកទស្សនៈនៅគ្រីរុំហ្នឹងស្នាក់នៅចិត្តកន្លែងពេទ្យហ្នឹងមួយយប់ហើយខ្ញុំសួរគាត់បញ្ជាក់ទៀតថាទុកកើតអត់ព្រោះដោយសារថាវាដៃបែកយើងហើយវាយំវាស្រែកអីចឹងណាឲ្យគាត់មើលផងហើយវារត់វាអីចឹងទៅគាត់អូខេមួយយើងហើយស្រាប់តែពេលព្រលឹមឡើងបងប្អូនខ្ញុំទៅយកទីមខ្ញុំគាត់ប្រាប់ថាបាត់ហើយគាត់និយាយមួយម៉ាត់បងប្អូនគាត់ថាឆ្កែរបស់ហែងយប់មិញយកមកហ្នឹងម៉ោង2ភ្លឺហ្នឹងវារត់បាត់ហើយមិនដឹងតាណាផងឥឡូវបាត់ទេហើយគាត់ថាឲ្យយើងនឹកផ្ទះសិនទៅចាំពេលគាត់រកឃើញចាំគាត់ឆាតប្រាប់យើងឲ្យយើងមកយកហើយនឹងមិនមែនទំនួលខុសត្រូវរបស់ពេទ្យខ្ញុំអត់និយាយប៉ះពាល់ពេទ្យផ្សេងខ្ញុំនិយាយតែគាត់ទេហើយខ្ញុំទៅចេញវីដេអូនេះដោយសារតែពេលកាត់ហេតុបងប្អូនខ្ញុំជ្រួលច្បល់ចិត្តអស់ហើយខ្ញុំរកតាទីននេះខ្ញុំអត់ទៅអត់តន់ខ្វល់អីទាំងអស់តែឥឡូវនេះខ្ញុំធ្វើចិត្តបានហើយបងប្អូនអញ្ចឹងខ្ញុំចង់និយាយវីដេអូនេះចែករំលែកដល់បងប្អូនដែលមានសត្វមិនថាឆ្មាមិនថាឆ្កែទេគឺបើជាបានមិនបាច់ចូលទេបងប្អូនព្រោះខ្ញុំអត់ចង់ឲ្យជួបអារម្មណ៍ដូចខ្ញុំហើយមានបងប្អូនគាត់ឆាតច្រើនតែក្នុង page ខ្ញុំគាត់ជួបច្រើនមានតែយកទៅព្យាបាលមិនអីមិនគាត់ប្រាប់ទាំងអស់អញ្ចឹងបងប្អូនវីដេអូនេះគ្រាន់តែខ្ញុំចង់បកស្រាយប៉ុណ្្នឹងទេហើយចង់ឲ្យគាត់មានទំនួលខុសត្រូវតិចទៅពេទ្យហ្នឹងគាត់និយាយតែម៉ាត់ទេគាត់ថាចេះគាត់មានទំនួលខុសត្រូវគាត់សងលុយយើងឬក៏ដូរឆ្កែឲ្យយើងបងប្អូនយល់អ្នកដែលស្រឡាញ់សត្វគឺយល់អារម្មណ៍ហ្នឹងហើយខ្ញុំអត់ចង់បានឆ្កែខ្ញុំអត់ចង់បានលុយទេលុយប៉ុណ្ណឹងខ្ញុំអត់ចង់បានដែរខ្ញុំចង់ឲ្យគាត់មានទំនួលខុសត្រូវគាត់ដើររកយើងតែគាត់អត់ដើររកយើងហើយកាមេរ៉ានៅកន្លែងពេទ្យគាត់ហ្នឹងក៏មានទៀតប៉ុន្តែគាត់ថាខូចគាត់ថាចូលឆ្នាំហើយមិនមានជាងមកដោះស្រាយឲ្យព្រោះឥឡូវចូលឆ្នាំហើយគាត់ថាគាត់ដេញឲ្យខ្ញុំពីដាក់ប្តីខ្ញុំហ្នឹងទៅផ្ទះសិនទៅព្រោះគាត់ក៏ត្រូវទៅវត្តទៅអីដែរចូលឆ្នាំមកវល់វត្តតែរឿងឆ្កែមួយហ្នឹងបងប្អូនគិតនិយាយអញ្ចឹងអារម្មណ៍យើងដែលស្រឡាញ់ដែលយើងទុកចិត្តយកទៅផ្ញើនឹងគាត់និយាយភាសាហ្នឹងមកហើយខ្ញុំអត់ទៅខ្ញុំនៅដើរសុំកាមេរ៉ាគេតាមគៀនហ្នឹងឆែកមើលជាមួយបងពេទ្យដែលគាត់ជាប់ហ្នឹងពេទ្យព្យាបាលមនុស្សគាត់ជាប់ហ្នឹងហើយអរគុណគាត់មែនតើគាត់ឲ្យឆែកមើលតាំងពីម៉ោងគាត់ខ្ញុំសួរគាត់ថាបាត់ពីម៉ោងប៉ុន្មានគាត់ថាម៉ោង2មើលតាំងពីម៉ោង2បងប្អូនតែម៉ោង4 7ភ្លឺបានវាចេញមកក្រៅហ្នឹងហើយផ្ទះគាត់បាត់លបងចិត្តអស់ហើយទុកប្រឡប់ហើយជាទូចេពីអញ្ចឹងវាចេញមកតាមប្រឡោះហ្នឹងឆ្លងផ្លូវបងប្អូនឆ្លងផ្លូវទៅក្រសាំងខាងមកជាងទៀតណាចិត្តសំណាងឡានធំអត់ធ្វើអីហើយ2គីឡូបងប្អូនគិតមើលទៅខាងក្រសាំងហ្នឹងឬបងក្រសាំងហ្នឹងគាត់ថាវាកាយទឹកទៅចូលទឹកមិនទេធំទឹកមិនទេបែកដោយសារវាស្រេកទឹកខ្លាំងអញ្ចឹងបងគាត់វានៅចងំនៅក្រោមឡានគាត់ធ្វើអីទេឲ្យវានៅហ្នឹងទៅហើយដល់ពេលពួកខ្ញុំដើរជ្រួលច្បល់សួរទៅឃើញកាមេរ៉ារត់ទៅហ្នឹងខ្ញុំក៏ទៅសួរគេទៅចិត្តហ្នឹងទៅបានបងក្រសាំងហ្នឹងគាត់ហៅសួរថារកអីចឹងទៅហើយយើងក៏ប្រាប់គាត់ទៅគាត់ថាឃើញកូនគីមួយពណ៌សហ្នឹងនៅក្រោមឡានហ្នឹងទៅមើលដល់ពេលទៅនឹងមែនបងប្អូនហើយអញ្ចឹងវីដេអូនេះគាត់ខ្ញុំចង់ឲ្យបងប្អូនជួយ share ដល់គ្នាបើសិនជាគិតថាមានប្រយោជន៍សម្រាប់អ្នកចិញ្ចឹមសត្វកុំឲ្យជួបអារម្មណ៍ដូចខ្ញុំព្រោះគាត់ទំនួលខុសត្រូវរបស់គាត់គឺបាត់សងលុយបាត់សងឆ្កែគាត់អត់មានទំនួលខុសត្រូវអីទាំងអស់យល់ថាបាត់គឺសងលុយសងឆ្កែប៉ុន្តែវាអត់ដូចដើមទេឲ្យគាត់មានទំនួលខុសត្រូវជាងនឹងកុំឲ្យគោបាត់ទៅធ្វើលបងកាមេរ៉ាមានដល់5 6គ្រាប់ខូចទាំងអស់ឆែកមើលអត់ដឹងខ្ញុំទៅឆែកផ្ទះគេបានខ្ញុំដឹងបើខ្ញុំឃើញសកម្មភាពគាត់រត់ទៅយើងដើររើអ្វីដែលខ្ញុំចង់ឲ្យគាត់មានទំនួលខុសត្រូវមិនមែនការសងលុយនឹងឆ្កែទេគឺឲ្យគាត់នឹងមានទំនួលខុសត្រូវយកទទួលយករបស់គេយើងត្រូវតែមើលថែគេព្រោះគេយកទៅគេឲ្យលុយខ្ញុំមិនមែនយកទៅឲ្យ free ណាអញ្ចឹងឲ្យគាត់មានទំនួលខុសត្រូវបែបហ្នឹងចេះប្រយ័ត្នរបស់គេនេះស្មានថាយករបស់គេមកយើងស្មាននឹងថាយើងហ្នឹងជពាក់គេហើយដល់ពេលទៅដល់គាត់ធ្វើអារម្មណ៍ធម្មតាគាត់ថាបាត់ហើយឆ្កែហើយយកមកបាត់រត់បាត់ហើយយប់មិញឥឡូវឯងទៅកុំឲ្យខកដំណើរចាំគាត់រើឲ្យហើយទាំងដែលគាត់អត់រើសោះគាត់អត់មានជិះម៉ូតូដើររើឬក៏សួរគេចិត្តហ្នឹងអីទេគឺអត់ទេគឺពួកខ្ញុំឆោឡោពួកខ្ញុំស្រែកដើរហាវដើររើទេបានឃើញបើសិនជាបដ ாய் គាត់វិញចប់ហើយគាត់ថាចូលឆ្នាំគាត់ចាំរើឲ្យចូលឆ្នាំហើយបានជាង100អញ្ចឹងបងប្អូនគិតមើលបើសិនជាយើងទុកដល់ចូលឆ្នាំគឺចប់អ្នកដែលមិនស្រឡាញ់សត្វគឺមិនយល់ទេខ្ញុំគិតថាអ្នកដែលមិនស្រឡាញ់សត្វគឺឃើញគឺប្រហែលជាខ្សោយជាយំហើយប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់សត្វចិញ្ចឹមជាដូចជាសមាជិកគឺយល់អារម្មណ៍មួយនឹងច្បាស់ខ្ញុំធ្លាប់តែឃើញគេផុសឥឡូវជួបខ្លួនឯងផ្ទាល់ហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនដែលគាត់មានសត្វចិញ្ចឹមជួបអារម្មណ៍ដូចខ្ញុំទេគឺអារម្មណ៍ដែលបាត់បង់ហ្នឹងគឺអត់វាទទួលយកអត់បានណាបើសិនជាគាត់ខូចគាត់អីយើងអត់ថាទេតែនេះយើងយកទៅផ្ញើស្រាប់តែឃើញតាមកាមេរ៉ាបងប្អូនសាក់មើលរត់ចាញ់ទៅហ្មងដើរចាញ់ពីផ្ទះគាត់ពីកន្លែងពេទ្យគាត់ហ្មងទាំងតែគាត់អាហ្នឹងគេហៅអត់ទំនួលខុសត្រូវទេត្រូវអត់បងប្អូនអត់ទំនួលខុសត្រូវដែលអ្វីដែលយើងយកទៅឲ្យគាត់ហើយចឹងវីដេអូហ្នឹងបងប្អូនខ្ញុំគ្រាន់តែចង់ចែកម្លែកហើយនឹងបកស្រាយរឿងទាំងអស់ហ្នឹងកើតឡើងហ្នឹងទេបងប្អូនហើយអ្វីដែលខ្ញុំចង់สนុំពរមិនថាពេទ្យមនុស្សមិនថាពេទ្យសត្វទេបងទាំងអស់គ្នាខ្ញុំสนុំពរឲ្យបងមានទំនួលខុសត្រូវបងពេទ្យទាំងអស់
có miên lọ có miên là cọ này ở miên từ nụ khó trừ mình tham mà đừng tha sát tê nhung chụp trái đây đừng pet chụp trái đây tai có miên pet lọ trơn pet cọ pet mình lọ miên pi bay thì chẳng một mũi tiết nhung ở con đỏ bông nơi khang cả sang để chọt tôn mục năng không cứ quạt tục vì thao viên nơi nặng ấp chặt Vietnam ấp đánh Vietnam nhung ở con mình tên ở con là bạn nhung rơ khơi nè lấy rơ khơi hai cò cho tôi pet nơi chật Russia mũi tiết để sao cái tam đan chẳng là sao vì pay phong ấp bài ấp anh chẳng hay vì phong trong video mình là bạn năng tên bông ở trong bộ sẹp bạn năng hay trong ở bông ôn chia ba chia tay mình bắt cho tay của bạn này chia ban chia tay của bạn chụp được nhom của nhom chụp nhom vô là rộng mình năng này chẳng hạn mình lấy tên bông ôn ở con trong điệp lia